ហេតុអ្វីបានជាបច្ចុប្បន្ននេះតម្រូវការក្នុងការកែសម្ផស្សការឡើងគួរឲ្យកត់សម្គាល់ចម្លើយយ៉ាងច្បាស់នោះគឺសម្ផស្សស្អាតធ្វើឲ្យយើងមានទំនុកចិត្តClinic កែសម្ផស្ស Megabel ពិតជាផ្ដល់ទំនុកចិត្តជូនលោកអ្នកថែមទាំងផ្លាស់ប្ដូរជីវិតឲ្យមានភាពស្រស់បំព្រង Clinic កែសម្ផស្ស Megabel មានផ្ដល់សេវាកម្មដូចជាវះកាត់កែសម្ផស្សព្យាបាលដោយប្រើម៉ាស៊ីន Laser និងផលិតផល Clinic យើងខ្ញុំមានទីកន្លែងធំទូលាយប្រកបដោយផាសុកភាពឧបករណ៍វះកាត់ទំនើបម៉ាស៊ីន Laser និងផលិតផលមានគុណភាពខ្ពស់អ្នកឯកទេសជាច្រើនដ៏ប៉ិនប្រសប់យើងនឹងផ្ដល់ជូនលោកអ្នកនូវការព្យាបាលការថែទាំយ៉ាងយកចិត្តទុកដាក់លំដាប់ស្តង់ដារជាមួយនឹងតម្លៃសមរម្យសូមអញ្ជើញមក Clinic កែសម្ផស្ស Megabel ដើម្បីបង្កើនទំនុកចិត្តនិងជួបប្រឹក្សាដោយឥតគិតថ្លៃសូមខលមកឥឡូវនេះសម្រាប់ខ្ញុំ Megabel ខ្ញុំមិនក៏ស្បែករបស់អញឥឡូវសមហ៎ព្រោះតែគ្នាទៅចាក់ថ្នាំធ្វើឲ្យស្បែកសនៅ Clinic Megabel ហ្នឹងណា Clinic កែសម្ផស្ស Megabel មានព្យាបាលស្បែកសមករលោងដូចប្រាថ្នាលែងបារម្ភពីបញ្ហាស្បែកមិនស្អាតទៀតហើយចង់បានស្បែកសស្អាតដោយសុវត្ថិភាពមក Megabel Clinicកុំបារម្ភប៉ុណ្ណឹងទៅ Megabel ទៅ Clinic កែសម្ផស្ស Megabel មានព្យាបាលសក់ជ្រុះសក់ខូចគ្រប់ប្រភេទClinic Megabel ធ្វើឲ្យយើងឈប់បារម្ភពីបញ្ហាសក់ខូចនិងជ្រុះ Ultherapy ព្យាបាលដោយរលកកម្ដៅពីផ្នែកខាងក្នុងចេញមកខាងក្រៅក្នុងការបន្តឹងនិងលើកស្បែកមុខឲ្យហាប់ណែនដោយពុំចាំបាច់វះកាត់ប្រកបដោយសុវត្ថិភាពខ្ពស់ Ultherapy ព្យាបាលតែម្ដងស្អាតបានរហូតដល់2ឆ្នាំដោយពុំមានការឈឺចាប់និងមិនបាច់ចំណាយពេលច្រើនដង Ultherapy ព្យាបាលដោយពុំចាំបាច់វះកាត់មានតែមួយគត់សម្រាប់កែរាងទម្រង់មុខឲ្យស្អាតក្មេងជាងវ័យ V-Beam Perfecta ជាម៉ាស៊ីនឡាស៊ែរស្រទន់ដែលជាបច្ចេកវិទ្យាថ្មីបំផុតសម្រាប់ព្យាបាលបំបាត់មុខក្រហមនិងធ្វើឲ្យស្បែកមុខមានសុខភាពល្អបំបាត់សរសៃក្រហមលើផ្ទៃមុខបំបាត់ស្លាកស្នាមគ្រប់ប្រភេទបំបាត់សង្វារបំបាត់ជាំបំបាត់អាចរុយបំបាត់ស្លាកស្នាមជ្រួញចំណាយពេលត្រឹមតែ10នាទីជាមួយនឹងម៉ាស៊ីនឡាស៊ែរ V-Beam Perfecta ផ្ទៃមុខពិតជាស្រស់ស្អាតលើសពីការរំពឹងទុក V-Beam ត្រូវបានអនុម័តដោយ FDA ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាពលាហើយស្លាកស្នាមលើផ្ទៃមុខជាមួយនឹងអ្នកឯកទេស V-Beam Perfectaកម្មវិធីនេះនាំមកជូនដោយ Megabel ស្រស់ស្អាតដោយភាពជឿជាក់ Energy Lift ជាឈុតសម្រាប់ព្យាបាលស្បែកយាធ្លាក់បំបត្តិការដុះបួរនិងជួយកែរាងទម្រង់មុខឲ្យក្មេងឡើងវិញដោយមិនបាច់វះកាត់ Dermacam ឯកទេសបំបត្តិសរសៃក្រហមស្បែកស្ដើងរលាកក្រហមនិងស្បែកងាយប្រតិកម្ម Actibiotic ជាឈុតព្យាបាលទៅនឹងបញ្ហាមុខមុនគ្រប់ប្រភេទដោយមិនបន្សល់នៅស្លាកស្នាមខ្មៅនិងរញើសរីកធំឡើយ Gen X Skin ជាផលិតផលបំបត្តិស្នាមជ្រួញលើកបន្តឹងស្បែកមុខឲ្យមានរាងអក្សរ V ជួយថែរក្សាស្បែកឲ្យនៅក្មេងវ័យ Perfection ជាឈុតព្យាបាលបំបត្តិជាំអាចរុយនិងធ្វើឲ្យពណ៌សម្បុរស្បែកដែលខ្មៅស្រអាប់ប្រែជាសម៉ត់រលោង Bio Pure អស់កង្វល់ជាមួយបញ្ហាស្បែកមុខព្រេងរញើសរីកធំស្បែកមុខងាយប្រែលឿងស្រអាប់ Supreme DHEH ជាផលិតផលសម្រាប់ជំនួយអរម៉ូនសម្រាប់ព្យាបាលស្បែកចាស់ឲ្យប្រែជាក្មេងក្នុងរយៈពេល3សប្តាហ៍ សាប៊ូដុសខ្លួនម៉ាលីសាផ្សំពីធម្មជាតិនិងទឹកដោះគោមានគុណភាពល្អឥតខ្ចោះផលិតនៅប្រទេសអ៊ីតាលីក្រែមប្រូពណ៌និងលេលាបខ្លួន V-Care ធ្វើឲ្យស្បែកសហើយកាន់តែម៉ត់រលោងក្នុងរយៈពេលដ៏ខ្លី
ជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍សប្តាហ៍ថ្មីនៅក្នុងកម្មវិធី The Real Show កម្មវិធីរបស់យើងតែងតែវិលមកជួបបងប្អូនរៀងរាល់ថ្ងៃសៅរ៍ចាប់ពីវេលាម៉ោង 4 រហូតដល់ម៉ោង 5 ល្ងាចនិងធ្វើការចាក់ផ្សាយឡើងវិញជូនទៅដល់លោកអ្នករៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង 9 រហូតដល់ម៉ោង 10 ព្រឹកហើយកម្មវិធីរបស់យើងតែងតែផ្ដល់វត្តមានចូលរួមពីសំណាក់លោកគ្រូវិជ្ជបណ្ឌិតដែលប្រចាំការនៅ Clinic កែសម្ផស្ស Megabel ដើម្បីបកស្រាយក៏ដូចជារៀបរាប់តាក់ទងជាមួយនឹងបញ្ហាទាំងអបាលម៉ានក្នុងវិធីការថែរក្សាសម្ផស្សនិងការជ្រើសរើសនៅសេវាកម្មកែសម្ផស្សណាមួយដែលបងប្អូនចង់ទទួលយកនៅក្នុងនោះយើងតែងតែធ្វើការផ្លាស់ប្ដូរអារម្មណ៍របស់បងប្អូនទទួលបាននូវភាពសប្បាយរីករាយតាមរយៈការផ្ដល់វត្តមានចូលរួមពីសំណាក់សិល្បករសិល្បករនីរបស់យើងហើយពួកគាត់នឹងត្រៀមយកនៅវិធីសាស្ត្រក៏ដូចជាអាចកំបាំងក្នុងការថែរក្សាសម្ផស្សរបស់ពួកគាត់ជូនទៅដល់លោកអ្នកតាមរយៈការបកស្រាយបទចម្រៀងគឺជាពេលវេលាមួយដែលធ្វើឲ្យបងប្អូនកាន់តែសប្បាយរីករាយនៅក្នុងកម្មវិធីរបស់យើងកម្មវិធី The Real Show នាំមកជូនលោកអ្នកផ្ដាច់មុខដោយ Clinic កែសម្ផស្ស Megabel ស្រស់ស្អាតដោយភាពជឿជាក់ Clinic កែសម្ផស្ស Megabel មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមជិតនឹងគល់ស្ពានអាកាស 7 មករាទីតាំងធំទូលាយគ្មានពីរនៅក្នុងទីក្រុងភ្នំពេញបងប្អូនប្រហែលជាងាយស្រួលស្វែងរកចានៅគិតជិតគល់ស្ពានអាកាស 7 មករាផ្ទាល់តែម្ដងសុវត្ថិភាពនិងផាសុកភាពជូនទៅដល់អតិថិជនគ្រប់លំដាប់ថ្នាក់ទាំងអស់នៅក្នុងសប្តាហ៍នេះបងប្អូននឹងបានទស្សនាជាមួយនឹងវីដេអូខ្លីដែលស្ដីអំពីប្រវត្តិសង្ខេបរបស់តារាកិត្តិយសរបស់យើងថាតើគាត់ជាអ្នកណាជួបគ្នានៅវគ្គក្រោយជាបន្តទៀតសម្រស់មិនស្អាតចូលគេមិនចុះមែនទេសូមកុំបារម្ភ Megabel អាចជួយអ្នកបាន Clinic កែសម្ផស្ស Megabel ព្យាបាលថែរក្សាសម្រស់មុខដងខ្លួនសក់និងវះកាត់កែសម្ផស្សតាមស្តង់ដារអន្តរជាតិស្អាតដូចចិត្តមានទំនុកចិត្តលើខ្លួនឯងអ្នកនឹងលែងមានអារម្មណ៍ថាខ្មាស់គេទៀតហើយសម្រស់ខ្ញុំ Megabel ខ្ញុំហេតុអ្វីបានជាបច្ចុប្បន្ននេះតម្រូវការក្នុងការកែសម្ផស្សកើនឡើងគួរឲ្យកត់សម្គាល់ចម្លើយយ៉ាងច្បាស់នោះគឺសម្ផស្សស្អាតធ្វើឲ្យយើងមានទំនុកចិត្ត Clinic កែសម្ផស្ស Megabel ពិតជាផ្ដល់ទំនុកចិត្តជូនលោកអ្នកថែមទាំងផ្លាស់ប្ដូរជីវិតឲ្យមានភាពស្រស់បំព្រង Clinic កែសម្ផស្ស Megabel មានផ្ដល់សេវាកម្មដូចជាវះកាត់កែសម្ផស្សព្យាបាលដោយប្រើម៉ាស៊ីន Laser និងផលិតផល Clinic យើងខ្ញុំមានទីកន្លែងធំទូលាយប្រកបដោយផាសុកភាពឧបករណ៍វះកាត់ទំនើបម៉ាស៊ីន Laser និងផលិតផលមានគុណភាពខ្ពស់អ្នកឯកទេសជាច្រើនដ៏ប៉ិនប្រសប់យើងនឹងផ្ដល់ជូនលោកអ្នកនូវការព្យាបាលការថែទាំយ៉ាងយកចិត្តទុកដាក់លំដាប់ស្តង់ដារជាមួយនឹងតម្លៃសមរម្យសូមអញ្ជើញមក Clinic កែសម្ផស្ស Megabel ដើម្បីបង្កើនទំនុកចិត្តនិងជួបប្រឹក្សាដោយឥតគិតថ្លៃសូមខលមកឥឡូវនេះសម្រាប់ខ្ញុំ Megabel ខ្ញុំមជ្ឈមណ្ឌលព្យាបាលនិងថែរក្សាសម្ផស្ស Megabel បានវិវត្តខ្លួនទៅជា Clinic កែសម្ផស្ស Megabel ហើយបានបដូរទីតាំងថ្មីអគារលេខ 785 ផ្លូវកម្ពុជាក្រោមសង្កាត់ទឹកល្អមួយខណ្ឌទួលគោករាជធានីភ្នំពេញចុះពីស្ពានអាកាស 7 មករាប្រហែល 50 ម៉ែត្រខាងឆ្វេងដៃ Clinic កែសម្ផស្ស Megabel មានសេវាកម្មព្យាបាលមុខនិងដងខ្លួនដោយផលិតផលមុខពីបារាំងព្យាបាលដោយម៉ាស៊ីន Laser ដូចជាបំបត្តិមុខក្រហមបំបត្តិជាំបំបត្តិអាចរុយបំបត្តិប្រហោងខ្មោចបំបត្តិសង្វារសម្រករាងនិងធ្វើឲ្យស្បែកស្រឡូនស្អាតមានចាក់ Botox បំបត្តិជ្រួញមានចាក់ Filler បំពេញកន្លែងដែលផតដោតខ្សែអំបោះបន្ទឹងស្បែកមុខចាក់ Stem Cell ឲ្យមុខសនិងបំបត្តិជាំបញ្ចូលវីតាមីនឲ្យស្បែកខ្លួនសនិងក្មេងជាងវ័យព្រមទាំងមានវះកាត់កែសម្ផស្សមុខនិងដងខ្លួនគ្រប់ប្រភេទដោយវិជ្ជបណ្ឌិតជំនាញមកពីបរទេសដែលមានបទពិសោធន៍ជាង20ឆ្នាំសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 010 31 5000 សម្រស់ខ្ញុំ Megabel ខ្ញុំប្រវត្តិតារាសម្ដែងលោកយឹមសំបានតារាសម្ដែងដែលមានរូបស្រស់សង្ហាហើយបងប្អូនទស្សនិកជនទទួលស្គាល់និងគាំទ្រជាច្រើនលើការសម្ដែងរបស់គាត់តាមរយៈខ្សែភាពយន្តភាគចម្រៀងកាយវិការនិងស្ពតពាណិជ្ជកម្មតែទស្សនិកជនប្រកាសជាមិនបានដឹងពីប្រវត្តិនិងសាច់រឿងរបស់តារាសម្ដែងម្នាក់នេះទេតារាសម្ដែងប្រុសដែលមានរូបស្រស់សង្ហាដែលយើងលើកយកមកបង្ហាញនៅក្នុងកម្មវិធី The Real Show នៅក្នុងថ្ងៃនេះគឺលោកយឹមសំបានលោកយឹមសំបានមានអាយុ28ឆ្នាំកើតនៅភ្នំពេញមានបងប្អូន2នាក់ប្រុសម្នាក់ស្រីម្នាក់ហើយសំបានគឺជាកូនពៅនៅក្នុងគ្រួសារដែលមានឪពុកឈ្មោះសាវុតនិងម្ដាយឈ្មោះសុជាតិកាលពីនៅកុមារភាពសំបានគឺជាក្មេងម្នាក់ដែលអាចនិយាយបានថាមានភាពកំសត់បន្តិចបន្តួចនោះគឺការមិនទទួលបាននូវភាពកក់ក្ដៅពេញលេញពីក្រុមគ្រួសារព្រោះសម្បត្តិរស់នៅតែជាមួយម្ដាយតាំងតែពីមានអាយុ1ខែដោយសារតែឪពុកម្ដាយចែកផ្លូវបែកបាក់រៀងៗខ្លួន
ឈានដល់វ័យ10ឆ្នាំសម្បត្តិមានឱកាសជួបឪពុកបង្កើតជាលើកទី1ប៉ុន្តែសម្បត្តិបែរជាហៅឪពុកថាពូទៅវិញក៏ព្រោះតែមិនធ្លាប់ស្គាល់ពីមុនមកតាំងពីតូចមកសម្បត្តិរស់នៅក្រោមការចិញ្ចឹមបីបាច់ពីម្ដាយតែម្នាក់គត់ដូច្នេះហើយទើបបានពាក្យថាម៉ាក់បានដកជាប់នៅក្នុងអារម្មណ៍របស់គាត់ច្រើនជាងពាក្យថាប៉ាសម្បត្តិពិតជាមានសំណាងខ្លាំងណាស់ដោយមានម្ដាយដ៏ល្អអាចចិញ្ចឹមបីបាច់ថែទាំកូនគ្រប់រូបបូករួមទាំងកូនប្រុសម្នាក់នេះផងមានកាយសម្បទានិងរូបសម្បត្តិស្រស់សង្ហាហើយទទួលបានការសិក្សារហូតដល់បញ្ចប់ថ្នាក់មហាវិទ្យាល័យទៀតផងការប្រឡូកខ្លួនក្នុងវិស័យសិល្បៈរបស់សម្បត្តិវាហាក់ដូចជារឿងចៃដន្យថ្ងៃមួយសម្បត្តិបានស្គាល់លោកលីសុកជុនដែលត្រូវជាប៉ារបស់តារាសម្ដែងលីច័ន្ទសីហាតាមរយៈមិត្តភ័ក្តិហើយគាត់បានណែនាំសម្បត្តិឲ្យបានស្គាល់អ្នកដឹកនាំនិងចាងវាងផលិតកម្ម FCI ដ៏ល្បីឈ្មោះមួយរូបគឺលោកគំចន្ទធីហើយពេលនោះលោកគំចន្ទធីឃើញពីរូបសម្បត្តិនិងសមត្ថភាពដែលស័ក្តិសមធ្វើជាតារាសម្ដែងបានក៏បានផ្ដល់ឱកាសឲ្យសម្បត្តិបានចូលរួមសម្ដែងខ្សែភាពយន្តដុំដ៏ធំមួយគឺរឿងឈប់ថតកុនខ្មោចក្រោយពេលដែលបានថតរឿងឈប់ថតកុនខ្មោចរួចឃើញថាកេរ្តិ៍ឈ្មោះរបស់តារាសម្ដែងរូបស្រស់សង្ហាកាន់តែមានការចាប់អារម្មណ៍ពីបណ្ដាទស្សនិកជនដូចជាផលិតករផ្សេងជាច្រើនទៀតហើយពេលនោះសម្បត្តិក៏ត្រូវបានអញ្ជើញចូលរួមជាតារាសម្ដែងខ្សែភាពយន្តភាគឲ្យបណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុកជាច្រើនដូចជាស្ថានីយទូរទស្សន៍បាយ័ន CTN និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ5ជាដើមហើយលើសពីនេះសម្បត្តិថែមទាំងមានឱកាសបានថតចម្រៀងកាយវិការឲ្យផលិតកម្មល្បីៗជាច្រើនទៀតដូចជាផលិតកម្មហង្សមាសផលិតកម្មផលិតកម្មថោននិងផលិតកម្មផ្សេងជាច្រើនទៀតហើយបើងាកមកការចាប់អារម្មណ៍ពីខ្សែភាពយន្តភាគដែលបរិសង្ហារូបនេះបានសម្ដែងហើយទទួលបានការគាំទ្រពីសំណាក់ទស្សនិកជននោះគឺមានដូចជារឿងទឹកចិត្តបងស្រីថាពួកអញនិយាយថាម៉េចអញដឹងពួកឯងមកឯងដឹងមិនមែនគាត់ជាវាញ់មកហ្នឹងអាស្អីគេនេះអាឈើនេះវិញចាំមិនឡើយហ្នឹងមុខឯងនេះអញចាំមិនមកពីណាស្មានហ្នឹងតែមកដល់ផ្ទះហ៎ធន់លឺបងសួរអត់ថាត្រូវអីមើលបងមើលទីមើលមកហើយជួមិនធំសម្បើមមែនហ៎គ្នាជុំនោះពីពួកគ្នាវាយខ្ញុំហ្នឹងបងពួកទឹកខ្ញុំគ្មានវ័យសោះហើយម៉ូតូវាហ្នឹងណាគ្រឿងលួយបងទៅទូដល់ណាហើយបងកូនឥតខាន់ស្លាយើងទាំងពីរគឺកូនឥតមានខាន់ស្លាបាត់ទៅណាអញ្ចឹងហ៎ហើយក្រោយវាមិនឃើញអញ្ចឹងមែនទេម៉ែពួកខ្ញុំមកដល់លុបការច្រើនកន្លែងទៅរំទៅលក់អស់ទៅយប់ជ្រៅដល់ថ្នាក់នេះទៅម៉ែអើយខ្ញុំក៏ឃើញកៅអៅបង្គត់គាត់ប្រឡាក់តាហើយខ្ញុំយកទៅបោកឲ្យនឹងវិញ្ញាណស្នេហ៍ប្រែរូបហើយចុះមិនក្តៅអញ្ចឹងហ៎ហើយនឹងមកទិញបរិយមែនទេមានទិញបរិយណាទិញការទូរស័ព្ទហើយនៅទីឡងពីស្នូហើយពីដៅពីណាណាឈុកក្នុងបឹងធួវត្តកូនពុកអើយហូបស្រាទេពុកឯងហ្នឹងយ៉ាត់ឈឺទៅអញ្ចឹងពុកឡើងទៅមកទៅគេដល់គ្នាពុកទៅនំផ្លែសិនហើយប្រាប់ម៉ែឯងផងណាឲ្យរៀបបាយរៀបទឹកឲ្យហើយបេសកកម្មតន្ត្រីគ្មានម៉ែគ្មានកូនអីគ្នាទៀតទេបាច់ហៅយើងទៅសែនព្រេតអីនាំមកយើងខ្វះគេខ្ញុំទៅម៉ែខឹងខ្ញុំហើយខ្ញុំសូមទោសម៉ាក់តែពេលនេះពួកកូនជាបាយទៅហើយបើម៉ាក់មិនអាណិតខ្ញុំក៏ម៉ាក់អាណិតចៅម៉ាក់ដែរនិងខ្សែភាពយន្តអប់រំជាច្រើនទៀតមិនតែប៉ុណ្ណោះសម្បត្តិក៏ធ្លាប់បានថតជាស្ពតពាណិជ្ជកម្មជាច្រើនដូចជាស្ពតស្រាបៀរអង្គរម៉ូតូ Honda និងបណ្ដាស្ពតជាច្រើនទៀតរហូតដល់ពេលបច្ចុប្បន្ននេះសម្បត្តិជាតារាសម្ដែងដ៏ល្បីមួយរូបដែលទទួលបានការគាំទ្រនិងការទទួលស្គាល់លើសមត្ថភាពពីសំណាក់ទស្សនិកជនស្ទើរគ្រប់មជ្ឈដ្ឋានដើម្បីកាន់តែច្បាស់ជំហានដំបូងសូមបង្វែរអារម្មណ៍ទស្សនិកជនមកទស្សនាការបកស្រាយចម្រៀងពីតារាសម្ដែងលោកយឹមសម្បត្តិដូចតទៅ
នេហ៍ពីស្អីគឺអ្វីដែលបងត្រូវការតែជីវ៉ាមិនដែលយល់ចិនបងឡើយចម្លើយតែងខុសការពិនការអាណិនច្រើនជាងស្រឡាញ់តែបងនៅតែរងចាំអូនក្រុមពេលស្នេហ៍ពីស្អីស្នេហ៍ក្នុងក្តីអសង្ឃឹមគ្មានអ្នកណាដឹងឡើយពីចិនបងឈឺចាំអូនចាំគ្មានកំណត់ចាំអូនហន់ក៏មិនហ៊ានឈប់រាល់ថ្ងៃបននេះចាំយុគចាំចម្លើយអូនទឹកភ្នែកបងហូរពេលខ្លាំងបងលួចអងសង្ឃឹមដំណឹងចង់ដឹងណាស់ថ្លៃពេលខ្លាំងអូនញញឹមដឹងបងផ្ដល់ពីមក៏ក្ដីបើអើយអូនស្នេហ៍បងទេនឹកអូនណាស់អូនក៏ដឹងរលឹងអើយបងស្នេហ៍អូនពីបេះដូងបងស្រឡាញ់អូនណាស់ថ្លៃជីវិតស្នេហ៍មានតែមួយស្រឡាញ់អូនម្នាក់ទេបើបងបានស្ម័គ្រឈឺរួញទៅហើយមេឃបងមួយចាំខែអូនចាំបេះដូងអូនបើគ្មានលេខរៀងមុនគេសង្ឃឹមមានមេស្រឡាញ់បើជ្រុលឲ្យបងចាំហើយសង្ឃឹមចម្លើយអូនស្នេហ៍ក៏ស្មោះមានមេស្មោះតែអូនក្នុងក្តីអសង្ឃឹមគ្មានអ្នកណាដឹងឡើយពីចិនបងឈឺចាំអូនចាំគ្មានកំណត់ចាំអូនហត់ក៏មិនហ៊ានឈប់រាល់ថ្ងៃបននេះចាំយុគចាំចម្លើយអូនទឹកភ្នែកបងហូរពេលខ្លាំងបងលួចអងសង្ឃឹមដំណឹងចង់ដឹងណាស់ថ្លៃពេលខ្លាំងអូនញញឹមដឹងបងផ្ដល់ពីមក៏ក្ដីបើអើយអូនស្នេហ៍បងទេនឹកអូនណាស់អូនក៏ដឹងរលឹងអើយបងស្នេហ៍អូនពីបេះដូងបងស្រឡាញ់អូនណាស់ថ្លៃជីវិតស្នេហ៍មានតែមួយស្រឡាញ់អូនម្នាក់ទេបើបងបានស្ម័គ្រឈឺរួញទៅហើយមេឃបងមួយចាំខែអូនចាំបេះដូងអូនបើគ្រាលេខរៀងមុនគេសង្ឃឹមមានមេស្រឡាញ់បើជ្រុលឲ្យបងចាំហើយសង្ឃឹមចម្លើយអូនស្នេហ៍បងស្មោះមានមេស្មោះតែអូន ហេតុអ្វីបានជាបច្ចុប្បន្ននេះតម្រូវការក្នុងការកែសម្ផស្សកើនឡើងគួរឲ្យកត់សម្គាល់ចម្លើយយ៉ាងច្បាស់នោះគឺសម្ផស្សស្អាតធ្វើឲ្យយើងមានទំនុកចិត្តគ្លីនិកកែសម្ផស្ស Mega Bell ពិតជាផ្ដល់ទំនុកចិត្តជូនលោកអ្នកថែមទាំងផ្លាស់ប្ដូរជីវិតឲ្យមានភាពស្រស់បំព្រងគ្លីនិកកែសម្ផស្ស Mega Bell មានផ្ដល់សេវាកម្មដូចជាវះកាត់កែសម្ផស្សព្យាបាលដោយប្រើម៉ាស៊ីន Laser និងផលិតផលគ្លីនិកយើងខ្ញុំមានទីកន្លែងធំទូលាយប្រកបដោយផាសុកភាពឧបករណ៍វះកាត់ទំនើបម៉ាស៊ីន Laser និងផលិតផលមានគុណភាពខ្ពស់អ្នកឯកទេសជាច្រើនដ៏ប៉ិនប្រសប់យើងនឹងផ្ដល់ជូនលោកអ្នកនូវការព្យាបាលការថែទាំយ៉ាងយកចិត្តទុកដាក់លំដាប់ស្តង់ដារជាមួយនឹងតម្លៃសមរម្យសូមអញ្ជើញមកគ្លីនិកកែសម្ផស្ស Mega Bell ដើម្បីបង្កើនទំនុកចិត្តនិងជួបប្រឹក្សាដោយឥតគិតថ្លៃសូមខលមកឥឡូវនេះសម្រាប់ខ្ញុំ Mega Bell ខ្ញុំ មិនក៏ស្បែករបស់អញឥឡូវសមហ៎ ព្រោះតែគ្នាទៅចាក់ថ្នាំធ្វើឲ្យស្បែកសនៅ Clinic Mega Bell ហ្នឹងណា Clinic កែសម្ផស្ស Mega Bell មានព្យាបាលស្បែកសមករលោងដូចប្រាថ្នាលែងបារម្ភពីបញ្ហាស្បែកមិនស្អាតទៀតហើយចង់បានស្បែកសស្អាតដោយសុវត្ថិភាពមក Mega Bell Clinic
កុំបារម្ភប៉ុណ្ណឹងទៅមេកាបែលទៅ Clinic កែសម្ផស្សមេកាបែលមានព្យាបាលសក់ជ្រុះសក់ខូចគ្រប់ប្រភេទ Clinic មេកាបែលធ្វើឲ្យយើងឈប់បារម្ភពីបញ្ហាសក់ខូចនិងជ្រុះ សូមស្វាគមន៍ជាបន្តមកកាន់កម្មវិធី The Real Show កម្មវិធីរបស់យើងអរគុណដល់អ្នកចូលរួមផ្ដាច់មុខគឺ Clinic កែសម្ផស្ស Mega Bell ស្រស់ស្អាតដោយភាពជឿជាក់ Clinic កែសម្ផស្ស Mega Bell មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមជិតនឹងគល់ស្ពានអាកាស 7 មករានៅ Clinic កែសម្ផស្ស Mega Bell គឺមានកម្មវិធីពិសេសប្រសិនបើបងប្អូនជ្រើសរើសនៅសេវាកម្មឈុតម៉ាស្សាមុខទប់ស្កាត់ភាពចាស់ទិញ2ថែម1អញ្ចឹងបានន័យថាម៉ាស្សា2ដង free ជូនម្ដងដែលឥតគិតថ្លៃចាប់ពីថ្ងៃទី 27 ខែសីហារហូតដល់ថ្ងៃទី 5 ខែកញ្ញាយើងមានរយៈពេលជិត 10 ថ្ងៃអញ្ចឹងសូមរួចរាល់ឡើងចាកម្មវិធីពិសេសនេះប្រសិនបើហួសពីនឹងទៅគឺយើងរក្សានៅដំណើរការធម្មតាដូចដើមចាអរគុណសម្រាប់ការទស្សនារបស់បងប្អូននៅក្នុងសប្តាហ៍នេះឥឡូវនេះយើងវិលជួបជាមួយនឹងតារាកិត្តិយសរបស់យើងនៅក្នុងវគ្គនេះជាបន្តចាជំរាបសួរសម្បត្តិចាសុខសប្បាយជាទេសុខសប្បាយហើយចុះកញ្ញានិមលវិញចាសុខសប្បាយដូចគ្នាចាអរគុណសម្រាប់ការផ្ដល់វត្តមានចូលរួមជាមួយកម្មវិធីរបស់យើងសប្តាហ៍នេះចារាល់ថ្ងៃសូមជម្រាបជូនទៅដល់ទស្សនិកជនតិចមកថាយើងមិនមានញឹកជាមួយនឹងការងារអីខ្លះដែរសម្បត្តិបាទសប្តាហ៍នេះគឺខ្ញុំមានញឹកខាងថតខ្សែភាពយន្តក៏ដូចជា MV ផ្សេងៗដែរ MV ណ៎ចាខ្សែភាពយន្តបើសិនជាយើងគិតពីអនុស្សាវរីយ៍របស់យើងក៏ដូចជាស្នាដៃរបស់យើងធ្វើមកសប្តាហ៍បានប្រហែលប្រហែលរឿងអីបានដូចជាជិត20រឿងដែរជិត20រឿងចាភាគច្រើនជាតួអង្គអីគេតួរងហើយនិងតួឯកអាយ៉ាចាបើតាមនាងខ្ញុំចំណាំណាចាភាគច្រើនគឺតួឯកចាអរគុណហើយមានផលវិបាកអីគេខ្លះដែរដែលយើងប្រឡូកក្នុងវិស័យភាពយន្តនេះទៅសម្រាប់វិស័យភាពយន្តនេះគឺខ្ញុំអត់សូវពិបាកប៉ុន្មានទេដោយសារតែខ្ញុំដូចចូលចិត្តខាងសម្ដែងបាទដែលឡើយបើសិនជាខាងចម្រៀងវិញរឿងពិបាកបន្តិចអូអញ្ចឹងបានន័យថាថតជារឿងហើយនឹងថត MV ពិបាកជាងបាទមិន MV ពិបាកជាងចម្រៀងវិស័យចម្រៀងវិស័យចម្រៀងណាចាអញ្ចឹងឲ្យតែសម្ដែងអត់អីទេអត់មានបញ្ហាទេដូចជាសប្តាហ៍នេះគឺយើងកំពុងតែថតខ្សែភាពយន្តមួយដែលតាក់ទងនឹងខ្សែអីថាចម្រៀងផងដល់ពេលខ្ញុំសម្ដែងផងខ្ញុំត្រូវច្រៀងផងបាទនេះវាពិបាកបន្តិចចាហើយយើងមានដងខាងចម្រៀងតែយើងមានដងខាងសម្ដែងចាហើយគិតថាការងាររាល់ថ្ងៃនេះគ្រប់គ្រាន់សម្រាប់ការចង់បានរបស់យើងហើយនៅបើគិតទៅមនុស្សយើងមិនមែនតែមានពេជ្រតាយបាទថាបើសិនឲ្យគ្រប់គ្រាន់គឺអត់គ្រប់ទេចាមាន1មិនស្កប់មាន10មិនស្កល់គេថាចេះដូចថាឥឡូវនេះយើងកំពុងតែខ្សែភាពយន្តយើងកំពុងតែមានការរីកចម្រើនច្រើនដូច្នេះថាតួសម្ដែងមួយតែងតែដូចថាទទួលខ្សែភាពយន្តច្រើនរឿងក្នុងពេលតែមួយដូច្នេះហើយយើងត្រូវតែធ្វើម៉េចលេពេលវេលាឲ្យសមស្របទៅតាមដូចថាពេលវេលាខាងប្រតិកម្មគេតម្រូវចាបាទភាគច្រើនអត្តចរិតតួអង្គមួយណាដែលសម្បត្តិគិតថាត្រូវជាមួយនឹងអ្វីជាតិទេពកោសល្យផ្ទាល់ខ្លួនរបស់សម្បត្តិណាបើគិតទៅទេពកោសល្យដែលថាតម្រូវតួអង្គនីមួយៗគឺខ្ញុំអត្តចរិតស្លូតក៏បានកាចក៏បានកំប្លែងក៏បានប៉ុន្តែបើសិនជាកាចដូចជាត្រូវចិត្តជាងអញ្ចឹងហ៎បាទហេតុអីដោយសារតែយើងរាល់ថ្ងៃគឺជាមនុស្សដែលម៉ត់ចត់ហើយនឹងកាចដែរអត់សូវកាច់ប្រហែលដែរប៉ុន្តែថាបើពេលថាខឹងគឺត្រូវនិយាយហ្មងអត់ទេទុកទេចាពេលខឹងអត់ទុកស្អែកទេចាប៉ាំងភ្លាមអញ្ចឹងបានន័យថាឥឡូវនេះរកពេលសម្រាប់អត់ចង់មានទេមែនទេបាទនិយាយទៅគឺអត់មានតែម្ដងអត់មានតែម្ដងបាទក្នុងមួយអាទិត្យគឺពេញអស់ហ្មងចាប៉ុន្តែបើពេលធម្មតាមនុស្សយើងបើសិនជាយើងមិនមានញឹកច្រើនអញ្ចឹងពេលហាត់ប្រាណក៏អត់មានចាញ៉ាំក៏មិនសូវបានគ្រប់គ្រាន់គេងកាន់តែមិនសូវគ្រប់ទៀតព្រោះតែយើងថតចាជួនកាលត្រូវងើបថតពីយប់ទៀតណាចាវិធីសាស្ត្រអីគេដែលថែរក្សាសម្ផស្សបាននៅស្អាតពីព្រោះថាពេលដែលយើងគេងយើងញ៉ាំអត់គ្រប់គ្រាន់រូបរាងកាយរបស់យើងរាងរើរបស់យើងត្រូវតែផ្លាស់ប្ដូរមិនថាអញ្ចឹងចាហើយមុខមាត់របស់យើងក៏ត្រូវមានជ្រីវជ្រួញអីខ្លះដែរចាឥឡូវមានអីចង់ចែករំលែកជូនទៅដល់ទស្សនិកជនអត់បាទទៅថាវិធីសាស្ត្រខ្ញុំដូចជាមិនសូវមានប្រមាណទេដោយសារតែដូចថាយើងរវល់ថតច្រើនអញ្ចឹងទៅរហូតតែពេលសម្រាប់គ្មានចាដូចថាបើសិនជាខ្ញុំមានដូចថាតិចទេនៅពេលដែលយើងដូចថាមកពីថតវិញដល់ផ្ទះព្រាយើងកុំអាដូចថាលុបសម្អាតផ្ទៃមុខយើងភ្លាមជួនកាលយើងមកថតទៅវាត្រូវកម្ដៅថ្ងៃក្តៅខ្លាំងទៅយើងដល់ផ្ទះពេញយើងលុបមុខភ្លាមអញ្ចឹងវាធ្វើមុខយើងវាលើទៅជាលាកបានចាដូច្នេះយើងគួរតែទុកពេលរយៈពេល10នាទីទៅ15នាទីចាបាទដើម្បីថាយើងធ្វើការលាងមុខឲ្យស្អាតជាមួយនឹងម្សៅយើង make up ទៅលើមុខយើងហ្នឹងបាទចាហើយចំពោះគីឡូវិញគឺខ្ញុំអត់សូវទៀងមកនេះគឺថាបងដឹងស្រាប់ហើយការនិយាយថាយើងថតអញ្ចឹងទៅបាយអត់ទៅទៀងពេលទេជាងកាលម៉ោង1កាលម៉ោង2ចឹងទៅគីឡូយើងមានឡើងចុះតាមហ្នឹងចាប៉ុន្តែអត់ជាបញ្ហាអីទេណ៎អត់ជាបញ្ហាអ្វីទេចាអរគុណជាបន្តដោយសារតែយើងបានទស្សនាវីដេអូឃ្លីបរបស់សម្បត្តិខ្លះចាហើយអញ្ចឹងចង់ឲ្យសម្បត្តិ
រៀបរាប់តាក់ទងជាមួយនឹងទឹកចិត្តរបស់យើងដែលយើងអត់សប្បាយចិត្តដែលយើងធ្លាប់ជួបមកណាចារឿងរ៉ាវអីគេខ្លះដែររឿងដែលខ្ញុំមិនសប្បាយចិត្តនោះគឺមាននៅកាលពីយើងនៅពីតូចប្រហែលជាមិនតូចអស់ណាទេយើងអាយុ10ឆ្នាំជាងហើយណាគឺមានអារម្មណ៍ថាមិនសប្បាយចិត្តផងហើយនឹងសប្បាយចិត្តផងពេលនោះអារម្មណ៍បុកជួបក្នុងពេលតែមួយគឺពិបាកទទួលយកមែនតើគឺនៅពេលដែលខ្ញុំនៅផ្ទះដល់ពេលខ្ញុំបានឃើញមនុស្សម្នាក់មកគេមកគួតពីផ្ទះខ្ញុំខ្ញុំក៏បើកទ្វារក្បាក់ខ្ញុំសួរពូហូពីណាគេដល់ពេលគាត់ថាគាត់បើមុខខ្ញុំមកយូរខ្ញុំឆ្ងល់គាត់សួរថាអូនឯងកូនអាស្រស់មែនខ្ញុំថាស្រស់ហ្នឹងម៉ាក់របស់សម្បត្តិស្រស់ម៉ាក់របស់ខ្ញុំដល់ពេលខ្ញុំសួរថាម៉េចក៏ពូស្គាល់ឈ្មោះម៉ាក់ខ្ញុំចឹងឯងកូនរបស់អាស្រស់ខ្ញុំថាបាទគាត់សួរអត់ស្គាល់ប៉ាហ៎ដល់ពេលខ្ញុំអារម្មណ៍ថាខ្ញុំពេលហ្នឹងប៉ាពាក្យថាប៉ាហ្នឹងគឺខ្ញុំអត់ដែលបានហៅនិយាយតាមពីទូចមករហូតដល់ខ្ញុំអាយុ10ឆ្នាំជាងហ្នឹងគាត់សួរថាប៉ាខ្ញុំក៏ឆ្ងល់ប៉ាហ្នឹងមិនក៏មានឈ្មោះប៉ាជាមកក្នុងពេលហ្នឹងដែលខ្ញុំអត់ដែលដឹងថាតាំងពីខ្ញុំអាយុ1ឆ្នាំ2ឆ្នាំ4ឆ្នាំគឺខ្ញុំដែលបានឮស្ពាក្យសោះដល់ពេលពាក្យថាប៉ាខ្ញុំថាអត់ដឹងអត់ស្គាល់ដល់ពេលគាត់ប៉ាខ្លួនឯងខ្ញុំពេលនេះខ្ញុំភាំងអារម្មណ៍ខ្ញុំភាំងខ្ញុំដូចពិបាកទទួលហើយអារម្មណ៍មិនដែលដូចទៅណាអស់លេងទៅប៉ាម៉ាក់មានអារម្មណ៍ទៅពិបាកទទួលយកមែនតើប៉ុន្តែក៏អារម្មណ៍ថាសប្បាយចិត្តដែរដល់ពេលយើងមានប៉ាហៅនឹងគេចាបាទរហូតមកដល់សប្តាហ៍ថ្ងៃនេះក៏យើងមិនសូវបានចិត្តសិទ្ធិប្រហែលដែរគាត់នៅឆ្ងាយនៅឆ្ងាយដែរចាដោយសារតែប៉ាម៉ាក់របស់សម្បត្តិបែកផ្លូវគ្នាបែកគ្នាតាំងពីខ្ញុំអាយុបាន1ខែកើតបាន1ខែកើតបាន1ខែចាខ្ញុំអត់ស្គាល់មុខគាត់អត់ស្គាល់ចាបាទគាត់ថានេះគាត់សប្បាយចិត្តដែរយើងបានគេថាយើងបានស្គាល់មុខឪពុកដែរចាបើយ៉ាងណាក៏យើងមិនភ្លេចគុណឪពុករបស់យើងដែរបាទចាតាមធម្មតាក្មេងតូចដែលគាត់អាយុទៅតែ1ឆ្នាំអញ្ចឹងយើងបង្រៀនគាត់ឲ្យរៀននិយាយណាចាពាក្យដំបូងប៉ាហើយនឹងម៉ាក់នឹងប៉ុន្តែសម្បត្តិគឺជាក្មេងប្រុសម្នាក់ដែលរៀនតែពាក្យធម្មតាទេចាអត់ដែលស្គាល់ពាក្យប៉ាពេលខ្លះខ្ញុំថតខ្សែភាពយន្តអញ្ចឹងគេសួរពេលនិយាយមួយម៉ាក់ប៉ានិយាយពាក្យម៉ាក់អីគេឆ្ងល់ហីមិនក៏សម្បត្តិអត់និយាយពាក្យប៉ាអញ្ចឹងពិបាកនិយាយអត់មានពិបាកនិយាយវាស្រួលនិយាយប៉ុន្តែថាយើងទ្រលាប់និយាយថាម៉ាក់គុនទៅផ្ទះផ្លែតម៉ាក់គុនទៅក្រោមផ្លែតម៉ាក់ទៅក្រោមផ្លែតអញ្ចឹងទៅពេលយើងអត់មានពាក្យថាប៉ាគេឈ្មោះថាមិនគេសួរថាមិនក៏អត់ដែរនិយាយពាក្យថាប៉ាអញ្ចឹងនៅក្នុងរឿងមានប៉ាមានម៉ាក់មិនក៏និយាយពាក្យថាម៉ាក់មួយអញ្ចឹងអត់និយាយពាក្យប៉ាអារម្មណ៍របស់យើងអត់បដោតទៅលើពាក្យប៉ាហ្នឹងបាទអត់បដោតតែម្ដងរហូតដល់សប្តាហ៍ថ្ងៃក៏យើងដែរបដោតដែរព្រោះថានៅឆ្ងាយពីគ្នាអញ្ចឹងអត់ដែលបានហៅចាប៉ុន្តែឈាមចាមិនអាចកាត់ផ្ដាច់គ្នាបានចាអរគុណតាំងពីសម្បត្តិខ្លាយទៅជាសិល្បករមួយរូបដែលទទួលបានការគាំទ្រច្រើនពីមហាជនគិតថាបញ្ហាសម្ផស្សសំខាន់ដែរទេបាទគឺសំខាន់ខ្លាំងមែនទែនបាទបើថាបើសិនជាយើងមុខយើងមិនស្អាតក៏ដូចថាបងប្អូនក៏មិនសូវគាំទ្រដែរសំខាន់ទៅពេលសាច់រឿងយើងតម្រូវមុខយើងស្អាតទៅខាងអ្នកដឹកនាំទៅគេពេញចិត្តតួយើងតម្លៃតួអង្គនីមួយៗអញ្ចឹងដូច្នេះរឿងសម្ផស្សគឺរឿងជាតិកត្តាសំខាន់បំផុតចាហើយមួយទៀតធ្លាប់ទៅទទួលសេវាកម្មផ្សេងនៅគ្លីនិកកាយសម្ផស្ស Megabell ឬក៏អត់ទេបាទធ្លាប់ដែរណាបាទធ្លាប់ដូចថាទៅខាងម៉ាសាមុខបាទប៉ុន្តែអត់ទៅបានដឹងច្បាស់ពីបញ្ហាផ្សេងទៀតទេព្រោះថាមុខយើងទៅពេលខ្លះមានអារម្មណ៍ថាកាហាយមុខឬក៏ស្ងួតខ្ញុំចង់ដូចថាទទួលសេវាកម្មម៉ាសាមុខខ្ញុំសួរភ័ក្រខ្ញុំគាត់ថាអាចទៅខាង Megabell បានព្រោះថាគេមានវិជ្ជាបណ្ឌិតគេមានជំនាញច្បាស់លាស់ខ្ញុំក៏សាកទៅម៉ាសាមុខឃើញពីម៉ាសាមុខវិញហើយមានអារម្មណ៍ថាមុខយើងភ្លឺស្អាតជាងមុនបាទចារយៈពេលប្រហែលខែប្រហែលអាទិត្យដែរដែលយើងបានទៅហើយយើងដឹងផលពេលខ្ញុំទៅហ្នឹងគឺប្រហែលជាភ្លាមហ្មងដឹងបាទដឹងពេលដែលយើងមកដល់ផ្ទះវិញមុខយើងប្លែកដល់ពេលយើងទៅមុខអត់សូវកាហាយដូចមុនទេណាចាគឺមានអារម្មណ៍ថាមុខយើងត្រជាក់ស្រួលធម្មតាចាពួកអីតាមធម្មតាការងាររបស់ពួកយើងត្រូវប្រឈមមុខនឹងការ make up ច្រើនចាម្សៅស្អិតម្សៅផាត់ហ្នឹងទោះបីយើងប្រើម៉ាក់ល្អប៉ុណ្ណាក៏ដោយប៉ុន្តែវាជាអាវុធមុខពីរដូចគ្នាមិនថាអញ្ចឹងណាចាអរគុណច្រើនហើយនៅក្នុងវគ្គក្រោយយើងនឹងមានការផ្ដល់វត្តមានចូលរួមពីសំណាក់លោកវិជ្ជបណ្ឌិតដែលប្រចាំការនៅ Clinic កាយសម្ផស្ស Megabell អញ្ចឹងសម្បត្តិបើសិនជាមានបញ្ហាដែលកំពុងជួបប្រទះចាឥឡូវនៅអត់ទាន់ប្រាប់ខ្ញុំថាមានបញ្ហាអីណាគាត់ថាល្អវិជ្ជមានទាំងអស់ចាប៉ុន្តែតិចទៀតលោកវិជ្ជបណ្ឌិតចូលរួមអញ្ចឹងអាចយកនៅចំណេះវិជ្ជមានយើងណាមួយសួរគាត់ទៅដើម្បីយើងប្រឹក្សាយោបល់ចាអរគុណច្រើនប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅក្នុងវគ្គក្រោយការផ្ដល់វត្តមានចូលរួមពីសំណាក់លោកវិជ្ជបណ្ឌិតនឹងបង្ហាញជូនទៅដល់លោកអ្នកពីបញ្ហាដែលតារាកិត្តិយសរបស់យើងកំពុងតែជួបប្រទះនិងមានបញ្ហាមួយចំនួនទៀតដែលនាងខ្ញុំសាកសួរទៅកាន់គាត់ដូច្នេះចង់ដឹងថាមានសារៈសំខាន់បែបណាជួបគ្នានៅវគ្គក្រោយជាបន្តទៀតអ៊ុលថេរ៉ាពីព្យាបាលដោយរលកកម្ដៅពីផ្នែកខាងក្នុងចេញមកខាងក្រៅក្នុងការបន្តឹងនិងលើកស្បែកមុខឲ្យហាប់ណែនដោយពុំចាំបាច់វះកាត់ប្រកបដោយសុវត្ថិភាពខ្ពស់អ៊ុលថេរ៉ាពីព្យាបាលតែម្ដងស្អាតបានរហូតដល់2ឆ្នាំដោយពុំមានការឈឺចាប់និងមិនបាច់ចំណាយពេលច្រើនដងអ
Ultherapy ព្យាបាលដោយពុំចាំបាច់វះកាត់មានតែមួយគត់សម្រាប់កែរាងទម្រង់មុខឲ្យស្អាតក្មេងជាងវ័យ V-Beam Perfecta ជាម៉ាស៊ីនឡាស៊ែស្រទន់ដែលជាបច្ចេកវិទ្យាថ្មីបំផុតសម្រាប់ព្យាបាលបំបាត់មុខក្រហមនិងធ្វើឲ្យស្បែកមុខមានសុខភាពល្អបំបាត់សរសៃក្រហមលើផ្ទៃមុខបំបាត់ស្លាកស្នាមគ្រប់ប្រភេទបំបាត់សង្វារបំបាត់ជាំបំបាត់អាចរុយបំបាត់ស្លាកស្នាមជ្រួញចំណាយពេលត្រឹមតែ10នាទីជាមួយនឹងម៉ាស៊ីនឡាស៊ែ V-Beam Perfecta ផ្ទៃមុខពិតជាស្រស់ស្អាតលើសពីការរំពឹងទុក V-Beam ត្រូវបានអនុម័តដោយ FDA ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាពលាហើយស្លាកស្នាមលើផ្ទៃមុខជាមួយនឹងអ្នកឯកទេស V-Beam Perfecta សម្រស់មិនស្អាតចូលគេមិនចុះមែនទេសូមកុំបារម្ភ Megabel អាចជួយអ្នកបាន Clinic កែសម្ផស្ស Megabel ព្យាបាលថែរក្សាសម្រស់មុខដងខ្លួនសក់និងវះកាត់កែសម្ផស្សតាមស្តង់ដារអន្តរជាតិស្អាតដូចចិត្តមានទំនុកចិត្តលើខ្លួនឯងអ្នកនឹងលែងមានអារម្មណ៍ថាខ្មាស់គេទៀតហើយសម្រស់ខ្ញុំ Megabel ខ្ញុំសូមស្វាគមន៍ជាបន្តមកកាន់កម្មវិធី The Real Show កម្មវិធីរបស់យើងអរគុណដល់អ្នកជិតបឋមផ្ដាច់មុខគឺ Clinic កែសម្ផស្ស Megabel Clinic កែសម្ផស្ស Megabel មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមជិតនឹងគុលស្ពានអាកាស7មករានៅក្នុងឱកាសនេះសូមជម្រាបជូនទៅដល់ទស្សនិកជនដែលកំពុងទស្សនាកម្មវិធីរបស់យើងផងដែរថា Clinic កែសម្ផស្ស Megabel គឺបង្កើតនៅកម្មវិធីពិសេសមួយទៀតប្រសិនបើបងប្អូនជ្រើសរើសយកនៅសេវាកម្មឈុតម៉ាស្សាទប់ស្កាត់ភាពចាស់2ដងថែមជូនម្ដងអញ្ចឹងបានន័យថាលោកអ្នកទិញសេវាកម្មនេះ2ដងថែមជូនម្ដងដែលឥតគិតថ្លៃចាប់ពីថ្ងៃទី27ខែសីហារហូតដល់ថ្ងៃទី5ខែកញ្ញាឆ្នាំ2016នេះផ្ទាល់តែម្ដងសូមរួបរន់ឡើងព្រោះថាពេលវេលារបស់យើងមានកំណត់សម្រាប់សេវាកម្មដ៏ពិសេសនេះចាអរគុណដោយនេះខ្ញុំបានសន្យានៅក្នុងវគ្គនេះគឺមានវត្តមានរបស់លោកវិជ្ជបណ្ឌិតដែលប្រចាំការនៅ Clinic កែសម្ផស្ស Megabel នឹងចូលរួមបកស្រាយឲ្យកាន់តែស៊ីជម្រៅតាក់ទងជាមួយនឹងប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះផ្ទាល់តែម្ដងចាជំរាបសួរលោកគ្រូចាបាទជំរាបសួរអរគុណចាសម្រាប់ការចំណាយពេលវេលាដ៏មមាញឹកហើយឆ្លៀតចូលរួមជាមួយនឹងកម្មវិធីរបស់យើងចាជាបឋមសូមអញ្ជើញលោកគ្រូណែនាំខ្លួនចាបាទជំរាបសួរខ្ញុំវិជ្ជបណ្ឌិតបានបងប្រចាំការនៅ Clinic កែសម្ផស្ស Megabel ចាអរគុណចាដោយសារតែលោកគ្រូរាល់ថ្ងៃនេះមមាញឹកច្រើនចាមានអតិថិជនចាំតម្រង់ជួរគ្នាចាប្រឹក្សាយោបល់ផងចាហើយជាពិសេសផ្ដល់នូវសេវាកម្មផ្សេងទៀតចានេះគឺជាឱកាសល្អសម្រាប់សម្បត្តិដែរចាដែលបានជួបមួយលោកគ្រូផ្ទាល់ចាបាទទីទៅមានបញ្ហាអីណាបាទចំពោះខ្ញុំគឺអត់សូវមានបញ្ហាហ្មងទេបាទមុខស្អាតហើយចាតែខ្ញុំព្រួយបារម្ភគឺថាអ្វីរបស់យើងគឺมันអាចថិតថេរបានគឺវិវត្តតាមអាយុរបស់យើងដែរបាទហើយអ្វីដែលសំខាន់គឺខ្ញុំឃើញមិត្តភក្តិខ្ញុំម្នាក់ណាគ្រូគាត់អាយុច្រើនហើយលោក31 32លោកគ្រូចាមិនច្រើនណាស់ចាល្បាក់ល្បាញខ្ញុំប៉ុន្តែឆ្ងល់ថាពេលដែលមុខគាត់ពេលកាន់តែច្រើនទៅសាច់លេងគាត់ធ្លាក់ចាធ្លាក់ជ្រួយទៅខាងក្រៅដូចតែគ្នាហ្នឹងត្រូវតែខ្ញុំអត់ចង់ធ្លាក់ចង់ឲ្យគាត់ចង់ស្អាតរហូតចាចង់ឲ្យលោកគ្រូមានវិធីសាស្ត្រឬក៏មានផលិតផលអ្វីណែនាំដើម្បីឲ្យខ្ញុំទប់ស្កាត់នៅភាពធ្លាក់និងបឺកនឹងបានអត់បាទចាវិធីទប់ស្កាត់គឺក៏ដូចជាការព្យាបាលបំបត្តិណាគឺយើងមាននៅ Clinic កែសម្ផស្ស Megabel មានទាំងអស់និយាយទៅម៉ាស៊ីនគ្រប់ម៉ូតគ្រប់ម៉ាកគ្រប់ប្រភេទចំពោះគាត់មិត្តភ័ក្តិយើងអាយុ32ធម្មតាទេហើយយើងចាស់ចាប់ពីអាយុ25ទៅកោសិការបស់យើងចាប់ដើមចុះថយវិញហើយបាទជាពិសេសគឺពួកអេឡាស្ទីនកូឡូសែនរបស់យើងគឺចាប់ដើមថយអញ្ចឹងហើយបានធ្វើឲ្យស្បែករបស់យើងចាប់ដើមមានយាធ្លាក់ជ្រីវជ្រួញអីគឺចាប់ដើមឃើញអញ្ចឹងដូចគាត់អញ្ចឹងដើម្បីព្យាបាលឬក៏ទប់ស្កាត់ឥឡូវនៅ Megabel ហ្នឹងគឺថាយើងមានម៉ាស៊ីនចាឈ្មោះ Ultherapy ហ្នឹងជាម៉ាស៊ីនមួយដែលយើងប្រើកែរលកបាទកម្ដៅរលកកម្ដៅចាពិសេសមែនទែនសម្រាប់អ្នកដែលចង់លើកស្បែកមុខបន្តឹងបំបត្តិបឺកចាដោយមិនចាំបាច់ធ្វើការវះកាត់ទេបាទយើងប្រើម៉ាស៊ីនហ្នឹងចុះលោកគ្រូពេលដែលយើងបន្លីតែម្សៅអូម៉ាស៊ីនហ្នឹងពេលដែលអូសឡើងទៅលើទៅឈឺអត់ម៉ាស៊ីនហ្នឹងយើងប្រើកម្ដៅប្រហែលជា70ដឺក្រេខ្ទង់70ដឺក្រេយើងបាញ់ចេញមកបាទឆ្លងកាត់ស្រទាប់ស្បែកយើងទៅដល់សាច់ដុំហើយបើនិយាយពីឈឺតិចតួចដែរមិនថាអត់ទេបាទដោយសារកម្ដៅចាហ្នឹងហើយបាទហើយលោកគ្រូយើងប្រើពេលរយៈពេលប្រហែលម៉ោងទៅដើម្បីទទួលសេវាកម្មហ្នឹងចាម៉ាស៊ីនហ្នឹងយើងអាចធ្វើបន្តឹងប្រហែលជា1ម៉ោងទៅ1ម៉ោងកន្លះម៉ាស៊ីនជាពេញផ្ទៃមុខចូល1ម៉ោងកន្លះដែរចាលោកគ្រូចឹងចំពោះអាហារវិញ
តែពេលយើងទទួលសេវាកម្មនឹងហើយយើងបានរយៈពេល2ឆ្នាំអញ្ចឹងយើងទៅតអ្វីខ្លះទៅការប្រើម៉ាស៊ីននឹងហើយចំពោះអាហារអត់មានតមែនទេអត់មានតមែនទេបាទស្រួលមែនទែនហើយអត់មានស្បែកមុខយើងអត់មានប្រែប្រួលទៅជាពណ៌ខ្មៅឬក៏អីបាទស្លាកស្នាមអីគឺអត់មានទេបាទអាហារយើងញ៉ាំបានធម្មតាបានធម្មតាចាគ្រឿងសង្វឹងអីអត់មានបញ្ហាទេលោកគ្រូគ្រឿងសង្វឹងធម្មតាទេហើយយើងញ៉ាំបានទាំងអស់គ្រាន់តែថាកាលណាយើងញ៉ាំគ្រឿងសង្វឹងច្រើនកោសិការបស់យើងក៏វាថយដែរឧទាហរណ៍ថាយើងបានដល់2ឆ្នាំយើងអ្នកប្រព្រឹត្តស្រាកុលច្រើនហ្នឹងវាថយត្រឹមឆ្នាំអីវាធ្លាក់មុនគេអូចាតកតងជាមួយនឹងបញ្ហាទាំងអស់នេះអត់ដែលមានបញ្ហាអីទេលោកគ្រូតកតងជាមួយនឹងសេវាកម្មដែលយើងបន្តឹងស្បែកមុខហ្នឹងផលវិបាកគឺស្ទើរតែគ្មានទេបាទដោយសារការប្រើហ្នឹងគឺយើងប្រើកម្ដៅចាបាទម៉ាស៊ីនអ៊ុលត្រ៉ាហ្នឹងគឺយើងប្រើកម្ដៅចាបាទលោកគ្រូបើសិនជាអតិថិជនគាត់ជ្រើសរើសយកសេវាកម្មហ្នឹងហើយចាអញ្ចឹងទាមទារឲ្យរយៈពេលអស់ប្រសិទ្ធភាពទៅអស់សុពលភាពនៃការប្រើប្រាស់សេវាកម្មហ្នឹងទាមទារឲ្យគាត់ត្រូវតែធ្វើទៀតឬក៏ថាអូមិនបាច់ក៏បានដែរបើសិនជាគាត់ពេញចិត្តនៅមុខគាត់ប៉ុណ្ណឹងជាទូទៅបើសិនយើងចង់ស្អាតឲ្យបានយូរហ្នឹង2ឆ្នាំចិត្តអស់ហ្នឹងឬក៏2ឆ្នាំលើសហ្នឹង2ឆ្នាំកន្លះយ៉ាងយូរហ្នឹងយើងអាចធ្វើម្សាទៀតបានហើយចាប៉ុន្តែបើថាគាត់ខ្ជិលក៏តាមដំណើរហ្នឹងទៅតែអត់អីទេតែអត់មានបញ្ហាថាទាមទារយើងធ្វើម្ដងធ្វើលើកទី2ចាំបាច់ទេបាទអត់អីទេបាទហើយលោកគ្រូបើសិនជាយើងទទួលសេវាកម្មរឹតបន្តឹងស្បែកមុខនឹងហើយតើយើងអាចផលប៉ះពាល់ជាមួយកម្ដៅថ្ងៃដែរអត់ជាទូទៅមួយអាទិត្យក្រោយពីយើងប្រើម៉ាស៊ីនហ្នឹងយើងតកម្ដៅថ្ងៃបន្តិចបាទប៉ុណ្្នឹងទេក្រោយពីហ្នឹងមកបាទនិយាយឲ្យជារួមទៅយល់ល្អមិនមែនមានថាចាំតែយើងប្រើផលិតប្រើម៉ាស៊ីន laser ឬក៏ម៉ាស៊ីនស្អីៗហើយយើងបានតមទេកម្ដៅថ្ងៃគឺថាយើងត្រូវតែជិះឲ្យបានច្រើនកណ្ដាលល្អកណ្ដាលបាទព្រោះអីវាធ្វើឲ្យស្បែកមុខយើងឆាប់ជ្រួញបាទជាប់អាចរុយគឺមកទាំងអស់ចាអញ្ចឹងកម្ដៅពីម៉ោង10ទៅដល់ម៉ោង3ហ្នឹងគឺយើងត្រូវតមហើយក្ដៅណាស់បាទត្រូវប្រើលេខការពារកម្ដៅថ្ងៃអីចឹងទៅលោកគ្រូបើសិនជាគាត់ទទួលសេវាកម្មនឹងហើយចាប៉ុន្តែគាត់ត្រូវថ្ងៃមួយតង់ទៀតអញ្ចឹងអាការៈណាមួយដែលបញ្ចេញមកខាងក្រៅធ្វើឲ្យគាត់ដឹងថាគាត់កំពុងតែប្រឈមនឹងអាការៈប្រតិកម្មឬក៏មានហេតុការណ៍អីកើតឡើងទៀតបើសិនជាគាត់ធ្វើឲ្យភ្លាមអញ្ចឹងបាទស្បែកមុខអាចក្រហមបាទអញ្ចឹងគាត់ត្រូវកម្ដៅថ្ងៃទៀតអាចលាកដែរចាតែវានឹងបាត់ទៅវិញទេបើសិនជាលាកខ្លាំងការព្យាបាលត្រូវតែធ្វើការព្យាបាលបើអញ្ចឹងគាត់អាចខ្លាយទៅជាជាប់ចាអញ្ចឹងទាមទារឲ្យយើងថែខ្លួនឯងថែខ្លួនឯងបាទសហការគ្នារវាងអ្នកជំងឺហើយនឹងគ្រូពេទ្យយើងមានផលិតផលល្អហើយយើងយកទៅប្រើប៉ុន្តែបើសិនជាយើងមិនសហការជាមួយនឹងផលិតផលមួយហ្នឹងក៏អត់ទទួលផលតាមតែការចង់បានរបស់យើងដែរចាអរគុណអញ្ចឹងសម្បត្តិនៅមានចម្ងល់អីបន្តទៀតអត់ទេដូចជាអស់ហើយណាដូចជាបន្ថែមមួយទៀតចុះឆ្លៀតអូខេបាទចង់សួរលោកគ្រូថាពេលដែលយើងទទួលសេវាកម្មដូចបន្តឹងស្បែកមុខនឹងហើយតែយើងមានវិធីសាស្ត្រអ្វីដើម្បីដូចថាកុំឲ្យវាធ្វើទៅរកភាពដើមវិញក្នុងដូចថាឆាប់ចាស់មកលោកគ្រូចាបាទនៅ Megabel Clinic Megabel យើងមានទាំងអស់តាំងពីផលិតផលម៉ាស្សាមុខនៅ Clinic ទៅជាផលិតផលដែលយើងយកមកប្រើនៅផ្ទះអញ្ចឹងជាទូទៅយើងធ្វើម៉ាស៊ីនអីក៏ដោយធ្វើការវះកាត់ក៏ដោយហើយយើងត្រូវប្រើលេបន្ថែមហើយផលិតផលបន្ថែមបាទដើម្បីទប់ស្កាត់កុំឲ្យកាន់តែឆាប់ចាស់ទៅចាបាទអញ្ចឹងនៅមេកាបែនមានទាំងអស់បាទចាបាទអញ្ចឹងងាយស្រួលទេចាបើសិនជាសម្បត្តិជ្រើសរើសយកនៅសេវាកម្មនឹងហើយអាសាទៅ Clinic កែស្ពងមេកាបែចាធ្វើការម៉ាស្សាទប់ស្កាត់ភាពចាស់ហ្នឹងទៅមួយអាទិត្យម្ដងទៅបើមានពេលបើអត់សោះយ៉ាងហូចហ្នឹងក៏បានមួយខែម្ដងដែរចាហើយនឹងទិញផលិតផលយកទៅប្រើនៅផ្ទះខ្លួនឯងទៅចាបាទរឹតតែល្អបន្ថែមទៀតណាចាអស់ចម្ងល់ហើយណាចាជឿជាក់ថានៅក្នុងសប្តាហ៍នេះរាល់សំណួររបស់តារាកិត្តិយសរបស់យើងក៏មានប្រិយមិត្តទូរទស្សនិកជនមួយចំនួនក៏គាត់កំពុងតែជួបបញ្ហាទាំងអស់នឹងដែរចាអញ្ចឹងល្អមែនទែនចាបើទោះបីជាអស់លោកអ្នកគ្មានឱកាសក្នុងការសាកសួរទៅកាន់លោកវិជ្ជបណ្ឌិតផ្ទាល់ប៉ុន្តែតារាកិត្តិយសក៏ដូចជានាងខ្ញុំប្រកាសជាសួរសំណួរមួយចំនួនដែលបងប្អូនកំពុងតែជួបប្រទះចានៅក្នុងសប្តាហ៍នេះក៏អរគុណទៅដល់សម្បត្តិផងដែរចាដែលបានចំណាយពេលវេលាចូលរួមជាមួយនឹងកម្មវិធីរបស់យើងចាឥឡូវនេះយើងក៏មានកាដូអនុស្សាវរីយ៍ជូនទៅដល់សម្បត្តិផងដែរចាអរគុណឥឡូវនេះមានអីចង់និយាយជាឱកាសចុងក្រោយបាទជាចុងក្រោយខ្ញុំបាទក៏សូមអរគុណដល់មជ្ឈមណ្ឌលថែរក្សាសម្រស់ Megabel ដែលបានអញ្ជើញខ្ញុំបាទចូលរួមក្នុងកម្មវិធី The Real Show បាទហើយបើសិនជាបងប្អូនមិត្តយុវវ័យបន្ថាសុភាពបរិសុទ្ធឬក៏ស្ពីនរីទេបើមានបញ្ហាចម្ងល់ខាងស្បែកមុខបាទសូមកុំភ្លេចទៅខាងមជ្ឈមណ្ឌលថែរក្សាសម្រស់ Megabel ពីព្រោះគាត់មានជំនាញដូចជាជំនាញច្បាស់លាស់ដូចជាវិជ្ជបណ្ឌិតនិង
ដូចថាមានបបិសោតខ្ពស់ដូចជាមកពីស្រុកក្រៅផងដែរចាឥឡូវនេះយើងពង្រីកខ្លួនរបស់យើងខ្លាយទៅជា clinic ហើយចាអញ្ចឹងទម្រង់ធំជាងមុនទៀតចាអញ្ចឹងបងប្អូនដែលមានបញ្ហាទាំងបាល់ម៉ានតាក់ទងជាមួយនឹងបញ្ហាសម្រស់តាំងពីចុងជើងដល់ចុងសក់ចាអញ្ចឹងអាចប្រឹក្សាយោបល់បានទាំងអស់តែម្ដងចាចាអរគុណច្រើនវិធីអរគុណចាអរគុណច្រើនអរគុណទៅដល់លោកសម្បត្តិផងដែរចាហើយនៅក្នុងវគ្គក្រោយនេះខ្ញុំរួមជាមួយនឹងលោកវិជ្ជបណ្ឌិតនឹងបន្តជាមួយនឹងការពិភាក្សាគ្នាដើម្បីជ្រើសរើសយកនៅប្រធានបទណាមួយទៀតដើម្បីមកបង្ហាញជូនទៅដល់លោកអ្នកដូច្នេះកម្មវិធីរបស់យើងសូមអនុញ្ញាតសម្រាប់បន្តិចសិនហេតុអ្វីបានជាបច្ចុប្បន្ននេះតម្រូវការក្នុងការកែសម្ផស្សកើនឡើងគួរឲ្យកត់សម្គាល់ចម្លើយយ៉ាងច្បាស់នោះគឺសម្ផស្សស្អាតធ្វើឲ្យយើងមានទំនុកចិត្តClinic កែសម្ផស្ស Mega Bell ពិតជាផ្ដល់ទំនុកចិត្តជូនលោកអ្នកថែមទាំងផ្លាស់ប្ដូរជីវិតឲ្យមានភាពស្រស់បំព្រង Clinic កែសម្ផស្ស Mega Bell មានផ្ដល់សេវាកម្មដូចជាវះកាត់កែសម្ផស្សព្យាបាលដោយប្រើម៉ាស៊ីន Laser និងផលិតផល Clinic យើងខ្ញុំមានទីកន្លែងធំទូលាយប្រកបដោយផាសុកភាពឧបករណ៍វះកាត់ទំនើបម៉ាស៊ីន Laser និងផលិតផលមានគុណភាពខ្ពស់អ្នកឯកទេសជាច្រើនដ៏ប៉ិនប្រសប់យើងនឹងផ្ដល់ជូនលោកអ្នកនូវការព្យាបាលការថែទាំយ៉ាងយកចិត្តទុកដាក់លំដាប់ស្តង់ដារជាមួយនឹងតម្លៃសមរម្យសូមអញ្ជើញមក Clinic កែសម្ផស្ស Mega Bell ដើម្បីបង្កើនទំនុកចិត្តនិងជួបប្រឹក្សាដោយឥតគិតថ្លៃសូមខលមកឥឡូវនេះសម្រាប់ខ្ញុំ Mega Bell ខ្ញុំ Ultherapy ព្យាបាលដោយរលកកម្ដៅពីផ្នែកខាងក្នុងចេញមកខាងក្រៅក្នុងការបន្តឹងនិងលើកស្បែកមុខឲ្យហាប់ណែនដោយពុំចាំបាច់វះកាត់ប្រកបដោយសុវត្ថិភាពខ្ពស់ Ultherapy ព្យាបាលតែម្ដងស្អាតបានរហូតដល់2ឆ្នាំដោយពុំមានការឈឺចាប់និងមិនបាច់ចំណាយពេលច្រើនដង Ultherapy ព្យាបាលដោយពុំចាំបាច់វះកាត់មានតែមួយគត់សម្រាប់កែរាងទម្រង់មុខឲ្យស្អាតក្មេងជាងវ័យ V-Beam Perfecta ជាម៉ាស៊ីនឡាស៊ែរស្រទន់ដែលជាបច្ចេកវិទ្យាថ្មីបំផុតសម្រាប់ព្យាបាលបំបាត់មុខក្រហមនិងធ្វើឲ្យស្បែកមុខមានសុខភាពល្អបំបាត់សរសៃក្រហមលើផ្ទៃមុខបំបាត់ស្លាកស្នាមគ្រប់ប្រភេទបំបាត់សង្វារបំបាត់ជាំបំបាត់អាចរុយបំបាត់ស្លាកស្នាមជ្រួញចំណាយពេលត្រឹមតែ10នាទីជាមួយនឹងម៉ាស៊ីនឡាស៊ែរ V-Beam Perfecta ផ្ទៃមុខពិតជាស្រស់ស្អាតលើសពីការរំពឹងទុក V-Beam ត្រូវបានអនុម័តដោយ FDA ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាពលាហើយស្លាកស្នាមលើផ្ទៃមុខជាមួយនឹងអ្នកឯកទេស V-Beam Perfecta មជ្ឈមណ្ឌលព្យាបាលនិងថែរក្សាសម្ផស្ស Mega Bell បានវិវត្តខ្លួនទៅជា Clinic កែសម្ផស្ស Mega Bell ហើយបានប្តូរទីតាំងថ្មីអគារលេខ785ផ្លូវកម្ពុជាក្រោមសង្កាត់ទឹកល្អ1ខណ្ឌទួលគោករាជធានីភ្នំពេញចុះពីស្ពានអាកាស7មករាប្រហែល50ម៉ែត្រខាងឆ្វេងដៃ Clinic កែសម្ផស្ស Mega Bell មានសេវាកម្មព្យាបាលមុខនិងដងខ្លួនដោយផលិតផលមកពីបារាំងព្យាបាលដោយម៉ាស៊ីនឡាស៊ែរដូចជាបំបាត់មុខក្រហមបំបាត់ជាំបំបាត់អាចរុយបំបាត់ប្រហោងខ្មោចបំបាត់សង្វារសម្រករាងនិងធ្វើឲ្យស្បែកស្រឡូនស្អាតមានចាក់ Botox បំបាត់ជ្រួញមានចាក់ filler បំពេញកន្លែងដែលផតដោតខ្សែអំបោះបន្តឹងស្បែកមុខចាក់ Stem Cell ឲ្យមុខសនិងបំបាត់ជាំបញ្ចូលវីតាមីនឲ្យស្បែកខ្លួនសនិងក្មេងជាងវ័យព្រមទាំងមានវះកាត់កែសម្ផស្សមុខនិងដងខ្លួនគ្រប់ប្រភេទដោយវិជ្ជបណ្ឌិតជំនាញមកពីបរទេសដែលមានបទពិសោធន៍ជាង20ឆ្នាំសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ010 31 5000សម្រាប់ខ្ញុំ Mega Bell ខ្ញុំសូមស្វាគមន៍ជាបន្តមកកាន់កម្មវិធី The Real Show យើងខ្ញុំសូមអរគុណដល់អ្នកជួបបឋមផ្ដាច់មុខគឺ Clinic កែសម្ផស្ស Mega Bell ស្រស់ស្អាតដោយភាពជឿជាក់ Clinic កែសម្ផស្ស Mega Bell មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមជិតនឹងគល់ស្ពានអាកាស7មករាឱកាសពិសេសសម្រាប់អស់លោកអ្នកដែលជាអតិថិជនចាស់ឬក៏ថ្មីចាព្រោះថា Clinic កែសម្ផស្ស Mega Bell នឹងមានកម្មវិធីពិសេសជូនទៅដល់លោកអ្នកផ្ទាល់តែម្ដងប្រសិនបើបងប្អូនជ្រើសរើសនៅសេវាកម្មឈុតម៉ាស្សាមុខទប់ស្កាត់ភាពចាស់2ដងថែមជូនម្ដងអញ្ចឹងម៉ាស្សា2ដងហ្វ្រីជូនម្ដងដែលឥតគិតថ្លៃចាប់ពីថ្ងៃទី27ខែសីហារហូតដល់ថ្ងៃទី5ខែកញ្ញាឆ្នាំ2016នេះពេលវេលាមានកំណត់អញ្ចឹងសូមរួចរាន់ឡើងចាហើយវិលតាមការសន្យានៅក្នុងវគ្គនេះលោកវិជ្ជបណ្ឌិតនឹងជួបពិភាក្សាជាមួយនឹងនាងខ្ញុំបន្តទៀតតាក់ទងជាមួយនឹងប្រធានបទរបស់យើងដដែលឲ្យកាន់តែស៊ីជម្រៅចាដែលហេតុថាលោកគ្រូមុននេះបានបញ្ជាក់ឲ្យថា Ultherapy ចាគឺជាម៉ាស៊ីនធ្វើឲ្យមុខតឹងបាទមកតឹងស្បែកមុខអញ្ចឹងនាងខ្ញុំចង់ដឹងថាពេលដែលយើងធ្វើយើងស្អាតភ្លាមពីព្រោះថាប្រធានបទនេះយើងធ្លាប់លើកឡើងជារឿយៗដែរជាមួយនឹងការចាក់ Botox បាទចាអញ្ចឹងវាខុសគ្នាមិនដែរលោកគ្រូហើយរវាង Botox ហើយនឹងម៉ាស៊ីននេះគឺយើងចង់និយាយថាការបន្តឹងស្បែកមុខមុខងារវាណាបន្តឹងស្បែកមុខដូចគ្នាប៉ុន្តែវាខុសគ្នាបន្តិចចាខុសគ្នាបន្តិចត្រង់ថា Botox យើងចាក់ទៅវាបំបត្តិជ្រួញប៉ុន្តែ Ultherapy
មានទូនីតិមួយទៀតគឺលើកបន្តឹងស្បែកមុខទៅដល់សាច់ដុំមកសាច់ដុំបាទសាច់ដុំចាហើយបុតថុកយើងចាក់ភ្លាម3ថ្ងៃក្រោយក៏យើងឃើញផលបាទលឿនមែនទែនចាជ្រួញទៅក៏យើងឃើញបាត់ជ្រួញបាទយើងសើចទៅឡើងឃើញជ្រួញអញ្ចឹងបាទប៉ុន្តែម៉ាស៊ីនអូថេរ៉ាពីនេះគឺយើងបន្តឹងស្បែកមុខឬក៏លើកថ្ពាល់សាច់ថ្ពាល់ឬក៏បំបត្តិបឿករបស់យើងហ្នឹងមិនបានលឿនដល់អញ្ចឹងពេកទេត្រូវរងចាំរយៈពេលពី2ទៅ3ខែ2ទៅ3ខែបានឃើញលទ្ធផលបានឃើញលទ្ធផលពេញទំហឹង100%ចឹងណាចាហើយខុសគ្នាមួយទៀតជាមួយនឹងប្រសិទ្ធភាពផងដែរណាពីព្រោះថាតាមដែលនាងខ្ញុំជួបលោកគ្រូសាប់ដងថា Botox យើងមានរយៈពេលបានប្រសិទ្ធភាពរយៈពេល6ខែចាប៉ុន្តែម៉ាស៊ីន Ultra 2នេះមានរយៈពេលរហូតដល់2ឆ្នាំចាអញ្ចឹងធ្លាប់មានអតិថិជនដែលគាត់ធ្លាប់ល្អគាត់ថាអូយគាត់អត់ទេគាត់ចង់យកសេវាកម្មណាដែលធ្វើទៅស្អាតភ្លាមចាចាំ2ខែយូរសម្រាប់គាត់បាទគាត់តែចង់បានលឿនអញ្ចឹងធ្លាប់មានដែរលោកគ្រូចាអញ្ចឹងបើសិនជាគាត់ចង់បានលឿនយើងមានតែប្រើបាទបុតថុកឲ្យយើងទៅគ្រាន់ថាលឿនដល់ពេលលទ្ធផលវាក៏ខ្លីដែរឆាប់អស់ដែរចាហើយនៅតំបន់ខ្លះក៏យើងមិនអាចប្រើជំនួសគ្នាបានដែរឧទាហរណ៍ដូចជាយើងចង់បំបត្តិបឿកលើកសាច់ដុំថ្ពាល់ឲ្យតឹងមុខជិញវីហ្នឹងគឺពេលខ្លះយើងប្រើបុតថុកវាអត់សូវបានផលអញ្ចឹងយើងត្រូវប្រើម៉ាស៊ីនចាហើយបើនិយាយទៅម៉ាស៊ីន Ultherapy នេះយើងពិចារណាប្រើជំនួសការវះកាត់បាទដែលស្ត្រីឬក៏បុរសអាយុ35ឡើងទៅគាត់ចាប់ផ្ដើមធ្លាក់ស្បែកមុខបាទអញ្ចឹងបើយើងមិនធ្វើការវះកាត់ទេយើងប្រើម៉ាស៊ីននឹងជំនួសចាបាទគ្រាន់តែថាការវះកាត់យើងធ្វើហើយអញ្ចឹងទៅវាបានផលយូរចា10ឆ្នាំអញ្ចឹងទៅបានអាចធ្លាក់ទៀតអញ្ចឹងណាចាប៉ុន្តែម៉ាស៊ីន Ultherapy នេះយើងបានទុំ2ឆ្នាំបាទគាត់អាចត្រឡប់មកវិញធ្វើម្សាទៀតទៅចាដែលហេតុថាលោកគ្រូមានប្រសាសន៍ថាយើងធ្វើម៉ាស៊ីន Ultra 2នេះរយៈពេល2ខែទៅ3ខែទើបយើងឃើញផលប៉ុន្តែក្នុងអំឡុងពេលដែលយើងធ្វើភ្លាមនេះតើសភាពស្បែកមុខរបស់យើងមានអីប្រែប្រួលខ្លះដែរទេក្រោយពីយើងធ្វើភ្លាមចង់និយាយថាយើងធ្វើប្រហែលជា1ម៉ោងហើយចាយើងឃើញផ្លែប្រហែលជា10ទៅ15%ដែរស្បែកមុខយើងបើយើងប្រៀបធៀបមកចំហៀងទៅយើងមើលទៅគឺឃើញប្រហែលជា10ទៅ15%ដែរអញ្ចឹងហើយយើងត្រូវរងចាំ2ទៅ3ខែដោយសារអីម៉ាស៊ីននេះយើងប្រើកម្ដៅដូចខ្ញុំជម្រាបពីសប្តាហ៍មុនអញ្ចឹងណា70ដឺក្រេយើងបាញ់ចេញមកឆ្លងកាត់ស្បែកយើងទៅដល់សាច់ដុំអញ្ចឹងសាច់ដុំនឹងហើយដែលមានពួកសរសៃកូឡាហ្សែនហ្នឹងវាបែកចាបាទវាបែកចេញទៅវាដុសថ្មីមកអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃចាប់ពីធ្វើហ្នឹងទៅគឺចាប់ដើមបែកតិចម្ដងអញ្ចឹងបានធ្វើឲ្យទីមុខរបស់យើងហ្នឹងយើងមើលឃើញលទ្ធផលបាទដូចជាយើងដែររឹបតិចម្ដងអ្នកខ្លះត្រឹម2ខែគាត់ឃើញស្អាតមែនទេអ្នកខ្លះរងចាំដល់3ខែទៅតាមបុគ្គលម្នាក់ទៅតាមវ័យរបស់គាត់ដែរចាអញ្ចឹងវាខុសគ្នាត្រង់ហ្នឹងចាអញ្ចឹងមិនបានន័យថាធ្វើទៅរហូតដល់2ខែឬ3ខែបានស្អាតទេតាមពិតទៅយើងចាប់ផ្ដើមទទួលផលបដាតែគាត់ថាលក្ខណៈពិសេសប្លែកខ្លាំងដែលយើងដឹងថាអូមុខគាត់តឹងហើយមានជ្រួញគឺ2ខែហ្នឹង2ទៅ3ខែ2ទៅ3ខែហ្នឹងតែបើតាមពីហ្នឹងមកគឺសឹមចាបាទសឹមវាខុសពីការប្រើផលិតផលបុតថុកចាបាទព្រោះថាស្នាមញញឹមរបស់យើងក៏ស្រស់ជាងការចាក់ Botox ដែរមែនទេខុសគ្នាបាទខុសគ្នាច្រើនចាអរគុណលោកគ្រូចាដោយសារតែពេលវេលារបស់កម្មវិធីរបស់យើងនៅក្នុងសប្តាហ៍នេះក៏ដល់ពេលវេលាដែរចាឥឡូវចង់ឲ្យលោកគ្រូធ្វើការផ្ដាំផ្ញើបន្តិចជូនទៅដល់សុភាពបុរសសុភាពនារីទាំងអស់ដែលកំពុងតែមានបញ្ហាចាហើយជាពិសេសរាល់បញ្ហាសម្ផស្សនេះគឺជាកត្តាសំខាន់មែនទែនសម្រាប់ពួកគាត់ចាអញ្ចឹងឥឡូវចង់ឲ្យលោកគ្រូធ្វើការណែនាំក៏ដូចជាអំពាវនាវជូនទៅដល់បងសុភាពបុរសសុភាពនារីដែលគាត់កំពុងតែជួបប្រទះចាបាទចុងក្រោយខ្ញុំសូមណែនាំទៅដល់បងប្អូនទូទស្សនិកជនទាំងអស់ដែលមានបញ្ហាថាចង់កែសម្ផស្សចាឲ្យស្អាតណាបាទអញ្ចឹងអញ្ជើញមកធ្វើការសាកសួរឬក៏ពិសានៅ clinic Megabell សិនដោយគ្មានការគិតគូរលុយកាក់ទេចាព្រោះថាពេលខ្លះយើងកែសម្ផស្សស្អាតប៉ុន្តែបើសិនយើងកែខុសអាក្រក់លើដើមត្រឹមត្រូវលោកគ្រូបាទនេះជារឿងពិបាកចាហើយបន្ថែមបន្តិចចុងក្រោយនេះដែរពីថ្ងៃទី27ដល់ថ្ងៃ5ខែ9ហ្នឹងចាគឺយើងមានធ្វើការបញ្ចុះតម្លៃថែមជូនបាទដូចជាម៉ាស្សាទប់ស្កាត់ភាពចាស់ហ្នឹង
2 ដងយើងថែមជូនម្ដង ចា៎ បាទហ្នឹងគឺពិសេសហើយសម្រាប់10ថ្ងៃនេះ ចាអរគុណដល់លោកគ្រូច្រើនមែនទែនចាសម្រាប់ការចំណាយពេលវេលាដ៏មមាញឹករបស់លោកគ្រូចូលរួមជាមួយនឹងកម្មវិធីរបស់យើងចាដើម្បីឆ្លើយតបជាមួយនឹងបញ្ហាទាំងអស់ដែលប្រិយមិត្តទូរទស្សនិកជនក៏ដូចជាអតិថិជនរបស់យើងទាំងអស់ដែលកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ននេះសង្ឃឹមថាពីសប្តាហ៍ទៅសប្តាហ៍នៅក្នុងកម្មវិធី The Real Show នឹងបានជួយចែករំលែកជូនទៅដល់លោកអ្នកតាមវិធីសាស្ត្រណាមួយដែលបងប្អូនកំពុងតែជួបប្រទះឈប់មានបញ្ហាពិបាកចិត្តទៀតទៅចាប្រសិនបើបងប្អូនមានការពិបាកចិត្តជាមួយនឹងបញ្ហាសម្ផស្សចាសូមស្វែងរកបានសេវាកម្មរបស់យើងមានច្រើនមែនទែនជាពិសេសប្រជុំទៅដោយអ្នកជំនាញឯកទេសច្បាស់លាស់នៅ Clinic កែសម្ផស្ស Megabel ចាអរគុណច្រើនពេលវេលានៅក្នុងកម្មវិធីរបស់យើងសប្តាហ៍នេះក៏ដល់ពេលវេលាចុងបញ្ចប់ដែរអរគុណទៅដល់ប្រិយមិត្តទូរទស្សនិកជនដែលបានតាមដានទស្សនាកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់នៅសប្តាហ៍ក្រោយកម្មវិធីរបស់យើងនឹងវិលមកជួបលោកអ្នកតាមពេលវេលានឹងមកដដែលជាមួយនឹងប្រធានបទដែលផ្ដល់នូវអត្ថប្រយោជន៍ជូនទៅដល់លោកអ្នកជាបន្តទៀតនៅពេលនេះនាងខ្ញុំរួមជាមួយនឹងលោកវិជ្ជបណ្ឌិតសូមអរគុណសូមគោរពលាលោកអ្នកអើយបើមានបញ្ហាសំរងអោលោកអ្នកអើយបើមានបញ្ហាសំរងលោកស្រីលោកប្រុសជឿចង់កុំអង្សង្ឃឹមមេហ្គាបែលពិតជាមិត្តដ៏ល្អគ្មានទឹមមេហ្គាបែលពិតជាមិត្តដ៏ល្អគ្មានទឹមផ្ដល់ភាពសង្ឃឹមលើងពីការរំពឹងទុកដល់ភាពសង្ឃឹមលើពីការរំពឹងទុកមានអ្នកជំនាញជំនួយជួយឲ្យស្បែកមុខមានអ្នកជំនាញជំនួយជួយឲ្យស្បែកមុខត្រលឹងរលើប្រលើងរំលេចមកពីបារាំងអ៊ីតាលីស្វីងអាមេរិកមកពីបារាំងអ៊ីតាលីស្វីងអាមេរិកវិភាគរំលេចជាបាស្បែកល្អឥតខ្ចង់វិភាគរំលេចជាបាស្បែកល្អឥតខ្ចង់អោបងអូនអើយអញជើញមកកែសំផស្សអោបងអូនអើយអញជើញមកកែសំផស្សឋានសួគ៌សំរងគឺឈ្មោះមេហ្គាបែលល្បីមានស្នាមខ្មៅទឹកទុំទុកឲ្យច្រើនធ្វើអ្វីមានស្នាមខ្មៅទឹកកុំទុកឲ្យច្រើនធ្វើអ្វីប្រញាប់គ្មានក្មេងដើម្បីព្យាបាលងារជាប្រញាប់គ្មានក្មេងដើម្បីព្យាបាលងារជាអូ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 ប្រាប្រាផលិតផលដែលល្អលើងគេនេះប្រាផលិតផលដែលល្អលើងគេនេះនៅកម្ពុជាមានតែមេហ្គាបែលមួយគុណភាពចំបងបំប្រងមាត់មងពុំព្រួយគុណភាពចំបងបំប្រងមាត់មងពុំព្រួយដែលជាជំនួយជួយដល់ការសេការស្បែកដែលជាជំនួយជួយដល់ការសេការស្បែកដល់នៅសំណាមផ្ដាមានសំពងស្រងថ្លែកដល់នៅសំណាមផ្ដាមានសំពងស្រងថ្លែកក៏សិនការស្បែករួងវិញល្អឯងតែម្ដងមេហ្គាបែលពិតជាកលយានបិទច្បាំងឆ្បមេហ្គាបែលពិតជាកលយានបិទច្បាំងឆ្បមិត្តជួយមិត្តខំបំណងឲ្យមិត្តស្រងថ្លាមិត្តជួយមិត្តខំបំណងឲ្យមិត្តស្រងថ្លាមេហ្គាបែលពិតពុំមានប្រឌិតឡើយណាមេហ្គាបែលពិតពុំមានប្រឌិតឡើយណាដូចចាំង
សំផងជាទ្រព្យដែលជាប់នៅនឹងអង្គប្រាណសំផងជាទ្រព្យដែលជាប់នៅនឹងអង្គប្រាណចោលលួចមិនបាននាំប្រាណបានស្រង់ត្រឹមត្រូវចោលលួចមិនបាននាំប្រាណបានស្រង់ត្រឹមត្រូវអូ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 បងប្អូនអើយអញ្ជើញមកតែសំផងបងប្អូនអើយអញ្ជើញមកតែសំផងឋានសួគ៌សំរងគឺឈ្មោះមេកាបែលបីមានស្នាមខ្មៅទឹកកុំទុកឲ្យច្រើនធ្វើអ្វីមានស្នាមខ្មៅទឹកកុំទុកឲ្យច្រើនធ្វើអ្វីប្រញាប់គ្មានថ្មីព្យាបាលវាបានសង្ឃាប្រញាប់គ្មានថ្មីព្យាបាលវាបានសង្ឃាមេកាបែលទឹកពុំមានប្រដិតឡើយណាមេកាបែលទឹកពុំមានប្រដិតឡើយណាដោយចាំងពលថាសងហើយលេបវិញមិនបានសំផងជាទ្រព្យដែលជាប់នៅនឹងអង្គប្រាណសំផងជាទ្រព្យដែលជាប់នៅនឹងអង្គប្រាណចោលលួចមិនបាននាំប្រាណបានស្រង់ត្រឹមត្រូវចោលលួចមិនបាននាំប្រាណបានស្រង់ត្រឹមត្រូវអូអូចោលលួចមិនបាននាំប្រាណបានស្រង់ត្រឹមត្រូវចោលលួចមិនបាននាំប្រាណបានស្រង់ត្រឹមត្រូវ កម្មវិធីនេះនាំមកជូនដោយ Megabel ស្រស់ស្អាតដោយភាពជឿជាក់ Energy Leaf ជាឈុតសម្រាប់ព្យាបាលស្បែកយាធ្លាក់បំបត្តិការដុះបួរនិងជួយកែរាងទម្រង់មុខឲ្យក្មេងឡើងវិញដោយមិនបាច់វះកាត់ Dermacam ឯកទេសបំបត្តិសរសៃក្រហមស្បែកស្ដើងរលាកក្រហមនិងស្បែកងាយប្រតិកម្ម Actibiotic ជាឈុតព្យាបាលទៅនឹងបញ្ហាមុខមុនគ្រប់ប្រភេទដោយមិនបន្សល់នៅស្លាកស្នាមខ្មៅនិងរញើសរីកធំឡើយ Gen X Skin ជាផលិតផលបំបត្តិស្នាមជ្រួញលើកបន្តឹងស្បែកមុខឲ្យមានរាងអក្សរ V ជួយថែរក្សាស្បែកឲ្យនៅក្មេងវ័យ Perfection ជាឈុតព្យាបាលបំបត្តិជាំអាចរុយនិងធ្វើឲ្យពណ៌សម្បុរស្បែកដែលខ្មៅស្រអាប់ប្រែជាសម៉ត់រលោង Bio Pure អស់កង្វល់ជាមួយបញ្ហាស្បែកមុខព្រេងរញើសរីកធំស្បែកមុខងាយប្រែលឿងស្រអាប់ Supreme DHEH ជាផលិតផលសម្រាប់ជំនួយអរម៉ូនសម្រាប់ព្យាបាលស្បែកចាស់ឲ្យប្រែជាក្មេងក្នុងរយៈពេល3សប្តាហ៍ សាប៊ូដុសខ្លួនម៉ាលីសាផ្សំពីធម្មជាតិនិងទឹកដោះគោមានគុណភាពល្អឥតខ្ចោះផលិតនៅប្រទេសអ៊ីតាលី ក្រែមប្រូពណ៌និងលេលាបខ្លួន VCare ធ្វើឲ្យស្បែកសហើយកាន់តែម៉ត់រលោងក្នុងរយៈពេលដ៏ខ្លី ហេតុអ្វីបានជាបច្ចុប្បន្ននេះតម្រូវការក្នុងការកែសម្ផស្សកើនឡើងគួរឲ្យកត់សម្គាល់ចម្លើយយ៉ាងច្បាស់នោះគឺសម្ផស្សស្អាតធ្វើឲ្យយើងមានទំនុកចិត្ត Clinic កែសម្ផស្ស Megabel ពិតជាផ្ដល់ទំនុកចិត្តជូនលោកអ្នកថែមទាំងផ្លាស់ប្ដូរជីវិតឲ្យមានភាពស្រស់បំព្រង Clinic កែសម្ផស្ស Megabel មានផ្ដល់សេវាកម្មដូចជាវះកាត់កែសម្ផស្សព្យាបាលដោយប្រើម៉ាស៊ីន Laser និងផលិតផល Clinic យើងខ្ញុំមានទីកន្លែងធំទូលាយប្រកបដោយផាសុកភាពឧបករណ៍វះកាត់ទំនើបម៉ាស៊ីន Laser និងផលិតផលមានគុណភាពខ្ពស់អ្នកឯកទេសជាច្រើនដ៏ប៉ិនប្រសប់ យើងនឹងផ្ដល់ជូនលោកអ្នកនូវការព្យាបាលការថែទាំយ៉ាងយកចិត្តទុកដាក់លំដាប់ស្តង់ដារជាមួយនឹងតម្លៃសមរម្យសូមអញ្ជើញមក Clinic កែសម្ផស្ស Megabel ដើម្បីបង្កើនទំនុកចិត្តនិងជួបប្រឹក្សាដោយឥតគិតថ្លៃសូមខលមកឥឡូវនេះសម្រាប់ខ្ញុំ Megabel ខ្ញុំ Ultherapy ព្យាបាលដោយរលកកម្ដៅពីផ្នែកខាងក្នុងចេញមកខាងក្រៅក្នុងការបន្តឹងនិងលើកស្បែកមុខឲ្យហាប់ណែនដោយពុំចាំបាច់វះកាត់ប្រកបដោយសុវត្ថិភាពខ្ពស់ Ultherapy ព្យាបាលតែម្ដង
ស្អាតបានរហូតដល់2ឆ្នាំដោយពុំមានការឈឺចាប់និងមិនបាច់ចំណាយពេលច្រើនដង Ultherapy ព្យាបាលដោយពុំចាំបាច់វះកាត់មានតែមួយគត់សម្រាប់កែរាងទម្រង់មុខឲ្យស្អាតក្មេងជាងវ័យ V-Beam Perfecta ជាម៉ាស៊ីនឡាស៊ែរស្រទន់ដែលជាបច្ចេកវិទ្យាថ្មីបំផុតសម្រាប់ព្យាបាលបំបាត់មុខក្រហមនិងធ្វើឲ្យស្បែកមុខមានសុខភាពល្អបំបាត់សរសៃក្រហមលើផ្ទៃមុខបំបាត់ស្លាកស្នាមគ្រប់ប្រភេទបំបាត់សង្វារបំបាត់ជាំបំបាត់អាចរុយបំបាត់ស្លាកស្នាមជ្រួញចំណាយពេលត្រឹមតែ10នាទីជាមួយនឹងម៉ាស៊ីនឡាស៊ែរ V-Beam Perfecta ផ្ទៃមុខពិតជាស្រស់ស្អាតលើសពីការរំពឹងទុក V-Beam ត្រូវបានអនុម័តដោយ FDA ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាពលាហើយស្លាកស្នាមលើផ្ទៃមុខជាមួយនឹងអ្នកឯកទេស V-Beam Perfecta មជ្ឈមណ្ឌលព្យាបាលនិងថែរក្សាសម្ផស្ស Megabel បានវិវត្តខ្លួនទៅជា Clinic កែសម្ផស្ស Megabel ហើយបានបដូរទីតាំងថ្មីអគារលេខ785ផ្លូវកម្ពុជាក្រោមសង្កាត់ទឹកឡមួយខណ្ឌទួលគោករាជធានីភ្នំពេញចុះពីស្ពានអាកាស7មករាប្រហែល50ម៉ែត្រខាងឆ្វេងដៃ Clinic កែសម្ផស្ស Megabel មានសេវាកម្មព្យាបាលមុខនិងដងខ្លួនដោយផលិតផលមកពីបារាំងព្យាបាលដោយម៉ាស៊ីនឡាស៊ែរដូចជាបំបាត់មុខក្រហមបំបាត់ជាំបំបាត់អាចរុយបំបាត់ប្រហោងខ្មោចបំបាត់សង្វារសម្រករាងនិងធ្វើឲ្យស្បែកស្រឡូនស្អាតមានចាក់ Botox បំបាត់ជ្រួញមានចាក់ Filler បំពេញកន្លែងដែលផតដោតខ្សែអំបោះបន្ទឹងស្បែកមុខចាក់ Stem Cell ឲ្យមុខសនិងបំបាត់ជាំបញ្ចូលវីតាមីនឲ្យស្បែកខ្លួនសនិងក្មេងជាងវ័យព្រមទាំងមានវះកាត់កែសម្ផស្សមុខនិងដងខ្លួនគ្រប់ប្រភេទដោយវេជ្ជបណ្ឌិតជំនាញមកពីបរទេសដែលមានបទពិសោធន៍ជាង20ឆ្នាំសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ010 31 5000សម្រាប់ខ្ញុំ Megabel ខ្ញុំ